ជំរាបសួរអ្នកនរគ្នាសូមស្វាគមន៍មកកាន់កម្មវិធី Gangster Secret ហើយកម្មវិធីនេះដែរគឺជាកម្មវិធីថ្មីស្រឡាំងតែម្ដងហើយនេះក៏ជាអេពីសូតទី1ដែលយើងចាប់ផ្ដើមដំណើរការនៃកម្មវិធីរបស់យើងហើយកម្មវិធីរបស់យើងបង្កើតឡើងគ្រាន់តែជាចំណីអារម្មណ៍ប្លែកម្យ៉ាងទៀតសម្រាប់ចែកជូនពុកម៉ែបងប្អូនដែលចង់និយាយរឿងក្នុងចិត្តក៏ដូចជា confession មួយណាដែលពុកម៉ែបងប្អូនដែលអត់ងាយរកកន្លែងបញ្ចេញបានហើយក៏អត់ហ៊ានបញ្ចេញលើ social media ខ្លាចគេស្គាល់ account ស្គាល់មុខអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលចង់បញ្ចេញរឿងក្នុងចិត្តចែកម្លែកដើម្បីឲ្យធូរស្រាលអ្នកនរគ្នាក៏អាចឆាតមកកាន់ Facebook page ពួកយើងបានហើយក៏អាចឆាតជា voice ក៏បានឬមួយដែលល្អបំផុតអ្នកនរគ្នាចង់ឲ្យធូរស្រាលមែនតើតែម្ដងចូលរួមជាមួយនឹងកម្មវិធីរបស់យើងឡើងនិយាយផ្ទាល់ហើយកម្មវិធីរបស់យើងធានាជូនពុកម៉ែបងប្អូន 100% យើងនឹងរក្សាការសម្ងាត់ឯកជនភាពសម្រាប់ពុកម៉ែបងប្អូនដែលចូលរួមសង្ឃឹមថាពុកម៉ែបងប្អូននឹងចូលចិត្តហើយស្ដាប់ដើម្បីកំសាន្តក៏ថាបានស្ដាប់ដើម្បីរំសាយអារម្មណ៍ឬក៏ស្ដាប់ទៅមានសាច់រឿងដែលស្រដៀងនឹងពុកម៉ែបងប្អូនហើយមានតំណោះស្រាយក៏អាចរៀនសូត្របានដែរចំណុចនេះហើយកម្មវិធីរបស់យើងនឹងអញ្ជើញភ្ញៀវកិត្តិយសមួយរូបជារៀងរាល់សប្តាហ៍ដើម្បីគាត់ចែកម្លែកបទពិសោធន៍គាត់ក៏ដូចជារឿងក្នុងចិត្តរបស់គាត់ confession របស់គាត់ដែលគាត់នឹងចែកម្លែកមិនថាជាបញ្ហាសង្គមបញ្ហាគ្រួសារបញ្ហាការងារឬមួយក៏ស្នេហាទេគាត់សិតតែមកទីនេះចែកម្លែកដើម្បីឲ្យកាន់តែធូរស្រាលក៏ដូចជាបទពិសោធន៍ថ្មីៗដែលអ្នកនរគ្នាធ្លាប់ជួបពុំធ្លាប់ជួបអីដើម្បីស្ដាប់ឲ្យដឹងឲ្យបានធូរចិត្តទាំងអស់គ្នាបាទតោះជំរាបសួរអូនជំរាបសួរជំរាបសួរចាបងចាខ្សោយម៉េះតឹងត្រង់ខ្លាំងចាបងតឹងខ្លាំងព្រោះតឹង2ឆ្នាំដែរ2ឆ្នាំហើយចាបងចាតាក់ទងនឹងស្នេហាគ្រួសាររឿងស្នេហាបងពេលដែលខ្ញុំតាក់ទងមួយសង្សារខ្ញុំឲ្យតែខ្ញុំនិយាយរឿងរៀបការមួយគាត់គឺគាត់តែងតែអត់សប្បាយចិត្តដោយសារចេះបងពេលខ្ញុំតាក់ទងមួយគាត់បើរាប់ទាំងនេះគឺ4ឆ្នាំហើយប៉ុន្តែ2ឆ្នាំដំបូងហ្នឹងគឺខ្ញុំអត់ទាន់បានរស់នៅមួយគាត់ទេយើងរបៀបថាយើងនៅផ្សេងគ្នាតែពេលដែលយើងយល់ចិត្តគ្នាយើងគិតថាច្បាស់លាស់ជាមួយគ្នាយើងក៏បានរួមរស់ជាមួយគ្នាដូចប្តីប្រពន្ធអញ្ចឹងបងប៉ុន្តែរយៈពេល2ឆ្នាំចុងក្រោយដែលរស់នៅមួយខ្ញុំហ្នឹងខ្ញុំតែងតែនិយាយរឿងរៀបការដោយសារតគ្រូសាខ្ញុំគឺគាត់ដឹងហើយគាត់ដឹងថាខ្ញុំរស់នៅមួយគ្នាហើយចឹងពេលដែលខ្ញុំនិយាយរឿងថាបងខ្ញុំចង់ភ្ជាប់ពាក្យដើម្បីរបៀបយើងជាស្រីបងចឹងបងយល់ទេថាយើងជាស្រីយើងត្រូវការមុខមាត់ដែរហើយគ្រួសារយើងគាត់ក៏មានយើងជាកូនស្រីចឹងរៀងពិបាកពេលដែលខ្ញុំនិយាយមើលគាត់តែងតែអត់សប្បាយចិត្តគាត់តម្លាក់ទឹកមុខគាត់របៀបថារលេះហ่าបងរលេះថាអត់តាន់មានលុយអត់តាន់អីចឹងទៅគាត់ឲ្យយើងចាំប៉ុន្តែពេលដែលយើងចាំឧទាហរណ៍ថាពេលដែលម៉ាក់ខ្ញុំមកសួរថាខ្លួនស្រីអីចឹងយើងទៅនៅមួយគេចឹងឲ្យគេកាត់គូទៅពេលដែលម៉ាក់ខ្ញុំនិយាយមកខ្ញុំគឺខ្ញុំតែងតែអត់សប្បាយចិត្តដូចគ្នាចឹងខ្ញុំតែយករឿងហ្នឹងតែនិយាយប្រាប់គាត់ទៀតដែរថាបងម៉ាក់គាត់ចង់ឲ្យចេះចោះទៅហើយគាត់ក៏បាននិយាយថាឥឡូវហ្នឹងគឺគាត់អត់តាន់មានលុយទេគាត់ត្រូវការថាឲ្យចង់សល់របស់សិនឧទាហរណ៍ថាចង់សល់របស់ដូចជាឡានឬក៏ផ្ទះជាផ្ទាល់ខ្លួនសិនហ្នឹងហើយបងបានគាត់កាត់គូមួយយើងប៉ុន្តែខ្ញុំពិបាកបងដោយសារតែយើងជាស្រីហើយខ្ញុំខ្លាចគេនិយាយហើយមិនថាតែខ្ញុំគេនិយាយទេគ្រួសារខ្ញុំខាងម៉ាក់គឺក៏គេនិយាយដែរថាកូនស្រីចឹងទៅបដ ாய் ខ្លួននៅមួយគ្នាហើយអត់ទាន់មានអាពាហ៍ពិពាហ៍មួយគ្នាចឹងទៅគាត់តែងតែដោះសារពីផ្សេងដូចជាចាំការហ្មងទៅមិនភ្ជាប់ពាក្យទេប៉ុន្តែយើងជាស្រីយើងត្រូវការនឹងខ្លាំងមែនទែនយើងអត់ត្រូវការចាំបាច់ថាចាំការហ្មងឯងប៉ុន្តែយើងត្រូវការជាប់ពាក្យចាភាពច្បាស់លាស់តែគាត់អត់ដែរយកអារម្មណ៍យើងជាមនុស្សស្រីថាយើងត្រូវការអីពីគាត់យើងត្រូវការភាពច្បាស់លាស់ពីគាត់យើងរស់នៅមួយគ្នាដូចប្តីប្រពន្ធហេតុអីគ្រាន់តែបំពេញបំណងមនុស្សដែលខ្លួនឯងស្រឡាញ់ធ្វើអត់កើតហើយមិនខ្មាស់គេតែយើងបើគាត់មនុស្សប្រុសគាត់អត់អីទេបងគាត់អត់ខ្មាស់គេប៉ុន្តែយើងជាស្រីយើងខ្មាស់គេឧទាហរណ៍ថាយើងមិនដេចភ័យបារម្ភថាគាត់មានស្រីគាត់ក្បត់យើងចោលយើងអីយើងអត់ភ័យទេគ្រាន់តែថាយើងត្រូវការភាពច្បាស់លាស់ពីគាត់មនុស្សប្រុសគាត់មានអីគាត់បែកពីយើងគាត់រស់នៅមួយយើងទោះគាត់ទៅនៅមួយអ្នកផ្សេងទៀតក៏គាត់អត់មានបញ្ហាអីដែរប៉ុន្តែយើងជាមនុស្សស្រីពេលដែលបែកពីគាត់យើងគឺមានពីបដិសេរីហ្មងហើយពេលដែលខ្ញុំនិយាយតែងតែនិយាយគាត់ថាចាំមានលុយចាំការហ្មងទៅអត់តន់សល់អីហងការធ្វើអីវាគាត់គិតថាអស់លុយច្រើនប៉ុន្តែអត់យល់ពីអារម្មណ៍យើងជាមនុស្សស្រីថាយើងមានសម្ពាធពីគ្រួសារមិនពេលខ្លះខ្ញុំយល់ពីគាត់ដូចគ្នាបងគាត់អត់តន់ចង់រៀបការដោយសារតែបញ្ហារឿងលុយយើងរស់នៅមួយគ្នាគឺយើងដឹងរឿងលុយតែគ្រាន់តែថាពេលខ្លះចង់ឲ្យយល់ពីយើងដែរបងថាយើងត្រូវការនឹងអនឡាញសាក់និយាយជាមួយគាត់អារឿងភ្ជាប់ពាក្យរឿងរៀបការហ្នឹងប្រហែលប៉ុន្មានដងហើយ
ôi chọn đòn bong chọn đòn khăng ចុះពេលណាដែលឆ្លោះគ្នាដោយសារ topic មួយហ្នឹងអត់ chlo bong đo thạ quạt tranh bị tẻ លើកទីម៉ានដែរពេលដែលអូនឯងនិយាយឲ្យឆ្លោះគ្នាចេញពីផ្ទះហ្នឹង lược tì 4 លើកទី4ហ្នឹងហេតុការណ៍វាមិនអូនឯងអាច detail មកហេតុការណ៍ហ្នឹងមក đại sa tập pe nắng mạ quạt sặc khát lơ nhom pe pe nắng quạt ban vô hưởng nhom hồn đâu bị kia nắng tơ phẹp bong ôn nhom ai hay bong ôn nhom cứ quạt đăng tới quạt cà su mạ thá ai viên đâu mới kia chăng ca bản cắt cu khang phỏ nắng á cây min cắt cu hưởng tha trắng cho hồng ca mới dừng ọt hay mạ nhóm pe đại bong ôn thai trắng quạt mình ọt sờ bài chật trắng quạt vô mang giày mới nhom cái này vô mang giày mới nhóm cứ pa po rầm nhóm bong nhóm sầm pít hưởng nắng cứ chọn đong pe quạt mang giày mới nhóm chọn đong pe nhóm có giày mới quạt giày lần tập tăng tập plate mới quạt tha bong ôn ấy quạt đằng ở hai tha dương hủ nơ mới kia thấy cây các bạn vậy đã tha bảy miền cắt cô hưởng trong hiệp ca mũi ót trong châu số ấy ót hay quạt là việc bên nó cứ quạt lẽ tắc một hai quạt là việc cắt thanh nhom ai tha cắt thanh nhom đài mới quạt hưởng hiệp ca bong quạt ăn giày em mới nhom chọn ấy cứ quạt trên bị té vô mong trên bị té tới cây té bộ mạng quạt ហើយអូនឯងនៅតែខាងប្រុសហ្នឹងម្នាក់ឯងទៅ nơi té kháng nhau mày bong នៅតែខាងអូនឯងដែរ ចា ផែគាត់ចេញពីផ្ទះផែប៉ុន្មានថ្ងៃដែរ ចិត្តមកទឹកដែរបង តែនៅតំណែងគ្នាឆា ឆា ត តមួយគ្នាអីធម្មតាគាត់ថាអត់សូវដូចមុន តាំងពីហ្នឹងមកក៏លែងហ៊ាននិយាយរឿងរៀបការមែន ឡើងហ៊ាននិយាយបងគាត់ថាយើងបាក់ចិត្តដែរបងដល់ពេលនោះគាត់រត់ចេញពីផ្ទះដោយសារតែខ្ញុំនិយាយរឿងនឹងភាកច្រើនគឺគាត់គ្រាន់តែអត់សុបាយចិត្តគាត់ប្រាប់មូលហេតុថាគាត់អត់ចង់តន់ទេតែពេលដែលខ្ញុំនិយាយលើកចុងក្រោយហ្នឹងគឺគាត់ចេញពីផ្ទះហ្មងចេញពីផ្ទះហើយដល់ថ្នាក់ខ្ញុំទៅលួងគាត់វិញបងថាបងបាញ់មកផ្ទះយើងវិញមកអាហ្នឹងបាញ់ពេលណាពេលហ្នឹងទៅអូនចាំបានយើងហេតុតែស្រឡាញ់បង ចុះខាងប្រុសគេដឹងថាពួកអូនតាក់ទងគ្នាអត់គ្រួសារខាងប្រុសហ៎ ខាងប្រុសគេដឹងបង តែណែមានបានស្និទ្ធស្នាលមួយពុកម្ដាយគាត់ទេ អត់សូវទេគាត់អត់សូវអាចចំណុចហ្នឹងក៏ខ្ញុំចាប់ដែររបៀបថាយើងស្និទ្ធយើងអត់សូវនិយាយមួយខាងគ្រួសារគេមកនិយាយទៅគេអត់សូវសូពីយើងដែរប៉ុន្តែយើងវិញគឺសូពីគេអស់ហ្មងប្រាប់គ្រួសារយើងទាំងបងប្អូនយើងតែសម្រាប់គាត់គឺអត់ទេចឹងបាទខ្ញុំពេលខ្លះខ្ញុំមានចំណុចគិតថាចេះពេលដែលខ្ញុំនិយាយរឿងហៀបការគាត់ចេះតែរត់លេះខ្ញុំគិតថាគាត់នឹងចង់មានអនាគតជាមួយខ្ញុំឬក៏អត់តែបើថាគាត់មានថ្មីគឺគាត់អត់ទេហ្មងគាត់អត់ដែរក្បត់ខ្ញុំហ្មងអត់ដែរនិយាយទៅអត់ដែរធ្វើខ្ញុំឈឺចាប់រឿងមនុស្សស្រីហ្មងប៉ុន្តែរឿងហៀបការហ្នឹងពេលដែលខ្ញុំនិយាយមួយគាត់ទៅគាត់តែងតែរត់លេះចឹងខ្ញុំមានអារម្មណ៍គិតថាគេចង់មានអនាគតមួយខ្ញុំអត់ ចុះណែបាននិយាយថាចេះលើកទី4ដល់ពេលនិយាយគ្នាហ្នឹងគឺឆ្លោះគ្នាខ្លាំងហើយគាត់រត់ចេញពីផ្ទះហ្នឹងមួយអាទិត្យអញ្ចឹងបន្ទាប់ពីហេតុការណ៍ហ្នឹងរៀងធូរស្បើយមកវិញប៉ាម៉ាក់អូនឯងនៅតែបន្ទឿនថាភ្ជាប់ពាក្យត្រូវតែភ្ជាប់ពាក្យត្រូវតែការទៀតអត់ និយាយទៅគាត់និយាយបងគាត់ថាបើការក៏ការទៅតែបើថាអត់ការទេគឺគាត់ឲ្យពួកខ្ញុំបែកគ្នាហើយទៅនៅស្រុកវិញឲ្យខ្ញុំនឹងទៅនៅស្រុកវិញ អញ្ចឹងបានន័យថាអូនឯងរងថ្ងៃនេះនៅពេញតែឯងទេនៅជាមួយនឹងសង្សារ ចាបងចា ហើយឪពុកម្ដាយនៅខេត្តតន់ដោយសារតែគាត់ចង់ឲ្យពួកខ្ញុំបែកគ្នាខ្ញុំជាកូនស្រីតែម្នាក់ក្នុងគ្រួសារអញ្ចឹងណាបងអញ្ចឹងគាត់គិតពីកេរ្តិ៍ឈ្មោះរបស់គាត់ផងគាត់គិតពីកេរ្តិ៍ឈ្មោះរបស់ខ្ញុំផងព្រោះមិនអត់ដែរមានអ្នកនិយាយបងគឺមានអ្នកនិយាយថាកូនស្រីទៅនៅពេញតែឯងហើយមិនក៏នៅមួយសង្សារនៅអីចឹងណាហើយអត់ទាន់ឃើញមានអាពាហ៍ពិពាហ៍ជាមួយគ្នាអញ្ចឹងគាត់ខ្មាស់គេហើយគាត់គិតខ្ញុំកូនស្រីដែរ យោតែដល់ពេលឥឡូវអូនឯងមានដែរសហព្យាយាមនិយាយមួយគាត់របៀបប្រហើបទៀតអត់រឿងភ្ជាប់ពាក្យរឿងកាយហ្នឹង បើហើយប៉ុន្តែគាត់នៅតែនិយាយដែរគាត់ថាចាំសល់អីសិនហើយចាំមានលុយគឺការធំហ្មងបាច់ភ្ជាប់ពីអីគាត់នៅតែនិយាយភាសាដែរចឹងបងបើថាខ្ញុំនឹងសង្សារខ្ញុំយល់អារម្មណ៍គ្នាអីប៉ុន្តែនេះគឺម៉ាក់គាត់ដាក់សម្ពាធមកដែរត្រូវទៅរៀបការ តែដល់ពេលអញ្ចឹងអូនឯងហងសម្ពាធតែរបៀបសម្ពាធខ្លាំងបងព្រោះទី1មនុស្សខ្លួនឯងស្រឡាញ់ទី2គ្រួសារអញ្ចឹងពេលដែលគ្រួសារមកនិយាយមួយយើងដូចយើងនៅកណ្ដាលអញ្ចឹងគ្រួសារមកនិយាយមួយយើងទៅនិយាយមួយគេគឺគេអត់សប្បាយចិត្តចុះអូនឯងគិតថាប្រហែលជាពេលណាទៅគិតថាអាចនឹងសល់ជាដុំកពួនអាចរៀបការបានប្រហែលជាប្រហែលឆ្នាំទៀតបើតាមអូនឯងគិតបើខ្ញុំអត់ដឹងដូចគ្នាបងហើយពេលខ្លះដូចខ្ញុំប្រាប់បងអញ្ចឹងខ្ញុំគិតថាគាត់មានភាពច្បាស់លាស់ជាមួយខ្ញុំអត់គាត់មានគិតថាដែរចង់បានខ្ញុំជាប្រពន្ធរបស់គាត់អត់ពេលខ្លះខ្ញុំនៅតែគិតព្រោះគាត់អត់មានរបៀបនិយាយប្រាប់ខ្ញុំថា
thử ai ở anh trăm màn năm tiết cứ ở đây bỏng cứ ở tầm bên về hưởng hiệp cá cứ rồi là nó hay cứ khăng chua cái này chẳng á bỏng bên hai nhom cật khổn anh đấy tha tịch kê khoản tại vô dương lỏng pe đại dương đâu mũi kia nâng tới ai cốt kê ở trong ban dương chia bảo bồn chẳng á cô xa có nâng pin nát rồi còn nơi khác cô xa có nơi khát đôi kia bỏng nơi khác đây chẳng còn làm mà nâng pin đôi chả làm mà nâng pin thơ cả giờ tới ở vậy đây nhom sống pe chính kê mũi tiên ô cứ nhom có họ mạ nhom sống pe có tha năm cày nhom nâng riệp cam mũi kia để xa tờ nhom hoàng ngay nó cứ nhom băng lúa lan mũi kia chẳng tới nhom tha chăm ở chụp chụp bẹ kê sần tại bong đăng ngay tha lánไปđã băng lúa cứ mình mà năm đa chê buồn phèm năm chẳng tới không mà tên mỏng bàn tay nhom to lại xa tờ mạ cứ quạt tiêm ti hưởng năng kháng pe chẳng nhom bả chất nhom cỏ phẹp có tha nhom sông pe thầm mà năm tiết nhom son cây á cứ nhom hiệp ca mũi kia bàn tay tam chỉ vật chất sáng cứ nhom ở đăng tha năm cày ai tới rồi ở đây phụ nhom có tha ở chọn chiêng bong phụ lán cứ ở bên băng mà năm đa tê chẳng nhom có họ quạt nhớ cho nên miền cát ha ở chắp đầy kia bạc cát một chân nuôi ấy mũi kia ở việt thông đông nằng ai bật chìa ai bạc cát mông cô ca nơi năm cõi men ở đấy vậy tới là việc nhom thọp bố quạt hưởng hộ xì đài bàn tay pe đào dương vì hiện khao cho bỏng chân dương ai thơ ấy đây chị đông cầm phun ai tới chị là việc ca hộ xì thông đông một ban này cho đập pe này nơi te mũi kia nó nơi Phật láng trên thơ ca hiện luôn là nghĩa từ lọp mà te bàn nơi bay trong cái này được cùng mạch đấy vậy tới quạt tên này sao là tật bỏng sao là tật dương chung cái này tay đập pe Phật láng chẳng quạt từ thơ ca nhom từ thơ ca được cái này là nghĩa bàn châu te chẳng trà bỏng trà tại miền cái đấy sao quạt pe đại hồ nơi hoàng ngày hơi khom trong biệt bẹp nằng pe khai cầm miếng cái đấy sọc bàn tay hiện sòng biệt hưởng hiệp ca nắng tròn chiếng đại sao tao mạ quạt sẽ cắt hưởng nắng tròn hay nhom mặt hiên vậy mũi đại câu nhomไปดันใหญ่คือแต่งแต่เมียนปัญหาจังยมสงัดสกัดสงัดตัวยังไปคล้ายกับเกยยมได้บองยังอันนัดครูนไอ้ได้ยังหงสมปิดตั้งสองครั้งยังไอ้เติมไปเจนแผบนะเกยมันไปเจนแผบบองป้อนได้สมปิดไปเจนแผบกอดขังเมียนตาถวมตกน้องถูกครูนไอ้ได้ไปเจนเลยซ้อนไม่เดียนอ๋อได้บองยมคล้ายขมาเกยเมียนแต่ชอบมัดแผะข้าบายครูในเมียนได้แผะปกติnhom ở hiên phèไปได้ซาตะขมาเกบองคล้ายขมาเกผัวเกบอกกันเนี่ยบอกกันตะเกอหิบกามือหายไงหายเน่ามือขี้แต่ยมคล้ายปีนังบองโดยซาหรือกระป๋องแต่ในสเต็ป50เอาตอนท่ามันก้าหรือมวยก่อแก่บองจะไปจังเหียงปะบะได้ปะบะเจ้าแต่ไปมะทำนั้นในแค่จังมะปลาซาเตมาเลี้ยงไปได้ก็เตเมาเมียรำทำเมียนจำเปียตั้งไตเนี่ยเตผัวเตกำลังยมเน่ามือขี้โดยสายตัดnhom nâu mấy cái này răng ngọc hay buồn màng chẳng phải để quạt con máu tay để đăng cái thanh nhom nơi chật kia là phải để sẵn sàng nhom quạt cho tới khom rồi cái tên nào nơi chẳng nhom nơi tay quạt xua tha vậy ta ở tại khơi một sẵn sàng nhom cứ quạt tay để xua tha nâu mấy cái này chắc cắt trăng hiệp ca rồi việc tăng để đăng tha dương và nâng tiện sầm đẩy nâng cái tay quạt nơi tay chạy chẳng pa mạ tranh châu tiền anh đai mến gặp tranh châu đại mong vậy tức đăng official เลยแต่ก่อนถ้าเอาตอนตามไปในยังไงบอกโยไปกลายกอดแผลยังนะกอดจังไอ้ยังเราได้ปันใต้เธอเหมือนยมก็โยละอารมณ์สองสายยมก็โยละอารมณ์มาแต่ยังในกระดาษแล้วบอกยังใหญ่ครั้งในก็ข้อยังใหญ่ครั้งนอกก็ข้อจังอัดนั่งเธอเหมือนเมียนตาสงบยมมาเนี่ยไอ้กิดมาเนี่ยไอ้จังเตยโยปันแต่หรือเบอร์สั้นเจนนี่เบอร์จังไอ้ฉบับล้อเมียนมาวิธีเทียดคือยังจ่อตาสิเวลมองอันนั้นก็เชื่อวิธีประกาศเพียบฉบับล้อให้ลุนไอ้นะแต่hưởng hiệp ca còn này hơn trộm ta si vợ bọn nhung hiện bà đại bọn chị hưởng ở tờ chị hưởng ca chị đây mà vẫn cứ tay luôn cái này tay trên bị te tay để cho chân đo thằng nhung ngặt nhung xong chân dùng tại bây giờ mẹ kho mà chắc nhung bật bị mẹ cứ nhung dùng phụ qua tay để xô nom này chấp mẹ bỏ pá rồi tật thôn dừng mẹ tiệt phụ quát chim mà nữ phò tận tay pe khác con vô bị chất nhung đại phụ quát cái thà trẻ phải chỉ khang phò nâng cái thà sao ấy hai bạn cho xua cho ấy trong tờ bẩn tái nhóm con sấy tầm mà khọp trong pe khác quạt ở thiên mình dày mũi nhóm mấy có khạch nhóm dung rồi có ăn chật mũi chẳng con số chật cho từng dày mũi mạ hay em mạ mà thải nhóm phú phía chớn pa đã ra thả áo gì để chớn mạ nè thả áo
អូខេចឹងអ្នកនរគ្នាដែលកំពុងទស្សនា show របស់យើងដែលមានឈ្មោះថា Gangster Secret អ្នកនរគ្នាអាចបញ្ចេញមតិយោបល់ខាងក្រោមបើសិនជាពុកម៉ែបងប្អូនឆ្លប់ឆ្លងកាត់ដំណាក់កាលនេះអាច comment ប្រាប់យើងផងដើម្បីឲ្យគ្នាយើងបានដឹងហើយមានដំណោះស្រាយទៅដោះស្រាយនៅបញ្ហារបស់ពួកគាត់បាទចឹងពេលដែល show នេះចេញចាំមិនឯងជួយមើល comment ទៅគេលោមានបងណាគាត់ឆ្លប់ឆ្លងកាត់ដំណាក់កាលហ្នឹងប្រហែលជាគាត់មានបទពិសោធន៍ទៅដោះស្រាយអីចឹងណាចាបាទចុះណែគិតបន្តធ្វើអីទៀតដែរម្លងពេលដែលមួយឆ្នាំមុននឹងចូលដល់ឆ្នាំក្រោយនេះនិយាយទៅខ្ញុំមានតែទ្រាំហួរនៅអញ្ចឹងបងសម្ពាធទាំងម៉ាក់សម្ពាធទាំងគាត់ចឹងឯងហើយពេលខ្ញុំបានមកនិយាយប្រាប់បងចេះក៏ខ្ញុំរៀងធូរដែរពេលដែលខ្ញុំនៅតែឯងក៏ខ្ញុំមានអារម្មណ៍ថា stress ប៉ុន្តែខ្ញុំមិនដឹងថាឆ្នាំក្រោយខ្ញុំនឹងជួបរឿងអីជាងនឹងទៀតទេក៏លោថាឆ្នាំក្រោយខ្ញុំអាចនឹងតាមម៉ាក់ប៉ាចឹងហ៎បងដោយសារតែខ្ញុំស្រឡាញ់ម៉ាក់ប៉ាខ្ញុំដែរខ្ញុំអាចនឹងតាមគ្រួសារខ្ញុំចឹងទៅពេលដែលខ្ញុំប្រាប់គាត់ធ្វើអត់បានណាគាត់អាចនឹងបែកគ្នាជាមួយខ្ញុំហ៎បងចឹងមិនន័យថាមានតែពីរទេមួយបើយើងធ្វើបានយើងមកបានការឲ្យចាប់ដៃគ្នាបង្កើតគ្រួសារមួយតែបើយើងធ្វើបានទេមានតែចែកផ្លូវគ្នានឹងឯងចាបងយោជីវិតខ្ញុំពេលហ្នឹងក៏តែតដែរបងដោយសារតបាក់ខ្លាំងមែនតើព្រោះយើងរស់នៅមួយគ្នាឡើងនិយាយទៅប្តីប្រពន្ធហើយ4ឆ្នាំហើយយូរដែរមនោចេតនាយើងក៏ច្រើនmemory យើងមួយគ្នាក៏ច្រើនតែបងគាត់ថាមានតែពេលវេលាទេយ៉ាមានតែយើងប្រឹងចាប់ពីថ្ងៃហ្នឹងទៅទេប្រឹងឲ្យអស់លទ្ធភាពទៅក្រៃលោឆ្នាំក្រោយយើងអាចធ្វើវាបានទាំងអស់គ្នាដោយសារបើត្បូងតាមស្ដាប់ទៅស្រឡាញ់គ្នាខ្លាំងទៅវិញទៅមកចុះឥឡូវអូនឯងមានផែនការអីសម្រាប់ធ្វើបដិអាសន្នសិនអត់ក្នុងឡុងពេលមុននឹងទៅដល់ឆ្នាំក្រោយហ្នឹងនិយាយទៅខិតខំធ្វើការដោយតែគ្នានឹងបងរបៀបយើងខំធ្វើការរៀងខ្លួនណាប៉ុន្តែខ្ញុំគិតថាមិនអាចទេឆ្នាំក្រោយក៏វារៀងលឿនពេកដែរសម្រាប់គាត់នឹងយកសារអីមកលេសជាមួយខ្ញុំទៀតឥឡូវយើងបកទៅគ្រួសារបន្តិចពាក្យសម្ដីប៉ាំអូនឯងមួយណាដែលធ្វើអូនឯងគាត់បំណងល្អតែពេលដែលនិយាយមកយើងឈឺចាប់បំផុតពាក្យណាដែរខ្លួនជាស្រីហួសនៅមួយគ្នាអត់តាន់ការឲ្យរបៀបយើងស៊ីជម្រៅមួយគ្នាបងអត់ដែរឲ្យតម្លៃខ្លួនឯងជាស្រីដិតតាមអារម្មណ៍តែម្ដងចាបងតែយើងក៏ដឹងដែរថាក្នុងគោលបំណងល្អហ្នឹងហើយយើងដឹងថាគាត់ឲ្យចង់បំណងល្អប៉ុន្តែយើងក៏មានអារម្មណ៍ថាខុសចំពោះគាត់ដែរតែធ្វើមិនបងបើរឿងវាកើតឡើងចំពោះយើងហើយយើងក៏ពិតជាស្រឡាញ់គ្នាចិត្តនឹងចិត្តមែនចាបងអញ្ចឹងនេះក៏ជាមេរៀនសម្រាប់ប្រុសៗគ្នាយើងដែរបើយើងគិតថាច្បាស់លាស់មួយណាគេហើយគួរតែច្បាស់លាស់ឲ្យ 100% ទៅទាំងខ្ញុំទាំងបងប្អូនយើងដើម្បីខ្លួនឯងក៏ដូចជាដើម្បីគ្រួសារទាំងអស់គ្នាទាំងខាងប្រុសទាំងខាងស្រីបើសិនជាមានឱកាសនិយាយទៅកាន់សង្សារឯងឥឡូវហ្នឹងអូនឯងនឹងនិយាយអីទៅកាន់គាត់ខ្ញុំចង់និយាយថាពេលខ្លះខ្ញុំអត់បានចង់ទៀមទារឿងរៀបការហ្នឹងឯងប៉ុន្តែគ្រួសារខ្ញុំចង់បានពេលខ្លះខ្ញុំយល់អារម្មណ៍បែកដូចគ្នាថាបែកអត់ទាន់មានលុយបែកខ្វះខាតតែខ្ញុំត្រូវបំពេញមុខមាត់គ្រួសារខ្ញុំដែរព្រោះខ្ញុំជាកូនស្រីចឹងបើថាបែងស្រឡាញ់ខ្ញុំប៉ិតបែងចង់បានខ្ញុំជាភរិយាប៉ិតបែងអាចបំពេញបំណងក្តីសម័យខ្ញុំហើយនឹងគ្រួសារខ្ញុំបានអូខេអនឯងគិតថាអនឯងហ៊ានអត់ផ្ញើវីដេអូនឹងឲ្យគាត់ខ្ញុំគិតថាខ្ញុំហ៊ានបងដោយសារពេលដែលខ្ញុំបាក់ចិត្តខ្ញុំមិនដែរនិយាយមុខគាត់ទេខ្ញុំអត់ហ៊ាននិយាយអារម្មណ៍ខ្ញុំទៅគាត់ទេប៉ុន្តែបើវីដេអូនេះខ្ញុំនឹងសិនទៅគាត់ឲ្យគាត់ដឹងពីចិត្តរបស់ខ្ញុំថាខ្ញុំបាក់ហើយនៅសម្ពាធមិនខ្លះអូខេអញ្ចឹងពីបងទៅសង្ឃឹមថាគាត់នឹងទទួលយកបានហើយបើកចិត្តស្ដាប់នៅអ្វីដែលណែនិយាយហើយក៏ទទួលបានអារម្មណ៍ថាសម្ពាធបែបណាពីគ្រួសារប្អូនហើយនឹងអូនឯងផ្ទាល់តែម្ដងអូខេអ្នកទាំងអស់គ្នាដែលកំពុងទស្សនាកម្មវិធី Gangster Secret របស់យើងកម្មវិធីយើងក៏ឈានដល់ទីបញ្ចប់ហើយតែអ្វីដែលពិសេសបើសិនជាពុកម៉ែបងប្អូនឆ្លប់ឆ្លងកាត់បទពិសោធន៍ដោយបងអូនស្រីជួយបញ្ចេញមតិយោបល់ខាងក្រោមដើម្បីឲ្យគ្នាយើងផ្សេងទៀតក៏ដូចជាបងអូនស្រីមានវិធីដោះស្រាយផងព្រោះខ្ញុំគិតថាការ comment មតិយោបល់របស់ពុកម៉ែបងប្អូនទាំងអស់គ្នាប្រហែលជាមានប្រសិទ្ធភាពចំពោះគាត់ឬមួយក៏ចំពោះដៃគូផ្សេងៗជាច្រើនទៀតអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាហើយក៏អរគុណអូនដែលមានភាពក្លាហានចូលរួមជាមួយនឹងកម្មវិធីរបស់យើងហើយសង្ឃឹមថាបងនឹងធ្វើបាននៅឆ្នាំក្រោយដើម្បីពេញកិត្តិយសគ្រួសារហើយក៏ជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាដែរសុខសុវត្ថិភាពហើយពីកម្មវិធី Gangster Secret ក៏លើកទឹកចិត្តឲ្យពុកម៉ែបងប្អូនចូលរួមឲ្យបានច្រើនមិនថាឆាតក្តីមិនថា Send Voice ក្តីហើយបើសិនជាចូលរួមដោយបងអូនស្រីរឹតតែប្រសើរ
ព្រោះថាពេលដែលអ្នកនរគ្នាឡើងមកនិយាយរឿងក្នុងចិត្ត confession នេះប្រហែលជាអ្នកនរគ្នាបានធូរស្រាលច្រើនហើយនឹងមានដំណោះស្រាយកាន់តែច្រើនតាមរយៈពុកម៉ែបងប្អូនចូល comment នៅក្នុងវីដេអូនឹងតែម្ដងអរគុណហើយពីកម្មវិធី Gangster Secret ក៏ដាក់ឈានមកដល់ទីបញ្ចប់ហើយចឹងអ្នកនរគ្នាកុំភ្លេច like and share នៅវីដេអូនឹងទាំងអស់គ្នាអរគុណខ្ញុំបាទអធិការសូមអរគុណសូមគោរពលា